មិនព្រមនៅផ្ទះឲ្យស្ងៀមទេមិនក៏រត់មកដល់ទីនេះម្នាក់ឯងអញ្ចឹងបងនៅមានមុខមកនិយាយពីខ្ញុំទៀតអេបងមិនព្រមត្រឡប់ទៅផ្ទះប៉ុន្មានថ្ងៃហើយបែរជាមកលួចបើកភោជនីយដ្ឋានទៅវិញកាលពីមុនសំបីតែមាត់ទ្វារផ្ទះបាយក៏បងមិនដែលឈានជើងចូលផងត្រូវហើយកាលពីមុនបងមិនដែលចូលចង្ក្រានបាយទេពិតមែនតើគាត់មិនត្រឹមតែមិនចូលផ្ទះបាយទេណារាល់ការហូបចុកដេកដើរគឺមានមនុស្សឆ្វេងឆ្វាយចាំបម្រើមកហាហើយលើកនេះគាត់ថែមទាំងដាំថ្នាំឲ្យបងស្រីថ្លៃដោយផ្ទាល់ដៃទៀតបងថ្លៃគាត់ពិតជាល្អចំពោះបងខ្លាំងណាស់ណាសៀវឆឹងយានកុំមកនិយាយលេងសាច់អីបងប្រាប់ឯងចុះហាងនេះមិនមែនបងជាអ្នកបើកទេណានេះជាស្នាដៃបងថ្លៃឯងសុទ្ធសឹងតែជារបស់ដែលគាត់ខំប្រឹងរកមកដោយសមត្ថភាពខ្លួនឯងទាំងអស់ក៏មិនមែនមកពីខ្ញុំម្នាក់ឯងដែរគឺបានគ្រប់គ្នាជួយជ្រោមជ្រែងនឹងណាណែមិនទាន់ដឹងទេមែនទេបងអូនស្រីលោកគ្រូអ្នកគ្រូខ្ញុំគាត់ចាំដើមលោកស៊ីពីលុយតែ37កាក់ប៉ុណ្ណោះឥឡូវបើកបានដល់ទៅ3សាខាហើយតែ37កាក់នឹងហ៎ពិតមែនតើហើយអ្នកគ្រូឈីងហ៊ឺថែមទាំងបានជួយសង្គ្រោះកូនស្រីខ្ញុំពីពួកជួញដូរមនុស្សទៀតពួកយើងគោរពគាត់ខ្លាំងណាស់មិនចម្លែកទេដែលម្ចាស់បងមិនព្រមត្រឡប់ចូលវាំងវិញសោះបើពិតដូចអ្វីដែលពួកគេនិយាយមែនមនុស្សស្រីម្នាក់នេះពិតជាមិនធម្មតាមែនពិតជាស័ក្តិសមនឹងម្ចាស់បងរបស់ខ្ញុំពេញចិត្តខ្លាំងណាស់គាត់កាន់បបរច្រើនយ៉ាងនេះមិនខ្លាចកំពុកទេអីមិនកំពុកទេបាទពូចាំងគាត់អាចកាន់ម្ដងបានដល់ទៅ10ចានឯណោះចុះរឿងលីសាអង្គរនេះក៏ពួកបងធ្វើខ្លួនឯងដែរហេបើមិនធ្វើខ្លួនឯងទេទុកឲ្យអង្គរវាដើរចូលឆ្នាំងដោយខ្លួនឯងមែនទេអាយថៅកែស្រីថ្ងៃនេះមិនចុះធ្វើម្ហូបដោយផ្ទាល់ដៃទេហេថៅកែស្រីត្រូវថែរក្សាសុខភាពបន្តិចថ្ងៃនេះខ្ញុំជាអ្នកមើលឆ្នាំងជំនួសអញ្ចឹងត្រូវតែថែខ្លួនឲ្យល្អណាស់ហាងសៀវមួយនេះនៅសង្ឃឹមលើថៅកែស្រីនឹងហើយគ្រប់គ្នាសុទ្ធតែស្គាល់គាត់ហើយក៏ចូលចិត្តបងស្រីសិនគ្រប់គ្នាដែរហេតុអីទៅពីព្រោះបងស្រីសិនធ្វើឲ្យគ្រប់គ្នាមានបាយក្តៅហូបគ្រប់គ្នានឹងណាចង់សាកភ្លក់បន្តិចទេឆ្ងាញ់ទេព្រះអើយនេះវាពិតជាឆ្ងាញ់ហួសថ្លៃមែនទែននៅក្នុងវាំងម្ហូបផ្លែឆ្ងាញ់អីក៏ខ្ញុំធ្លាប់ហូបដែរប៉ុន្តែមិនក៏បងមួយចាននេះឈ្ងុយឆ្ងាញ់ជាងម្ហូបព្រះរាជទ្រព្យទៅទៀតអញ្ចឹងតិចពេកហើយហាហាខ្ញុំប្រាប់ហើយតើគ្មានអ្នកណាទប់ទល់នឹងបបរសាច់ត្រីរបស់អ្នកគ្រូខ្ញុំបានទេអញ្ចឹងញ៉ាំមួយចានទៀតទៅណាអរគុណបងថ្លៃបើចូលចិត្តឧស្សាហ៍មកលេងទៅណាម្ចាស់បងមើលនរណាផ្ញើម្ហូបឲ្យខ្ញុំយកទៅផ្ញើបងនៅផ្ទះនេះគាត់ពិតជាចាត់ទុកខ្ញុំដូចក្មេងតូចសម្រាប់លួងលោមអញ្ចឹងអញពីដើមឡើយគឺនៅតែក្មេងនឹងតើប៉ុន្តែខ្ញុំអាចលួចចេញពីវាំងមកម្នាក់ឯងបានតើនៅមានមុខមកនិយាយរឿងនឹងទៀតប្រញាប់ត្រឡប់ចូលវាំងវិញឲ្យឆាប់ទៅក៏ព្រោះតែខ្ញុំបារម្ភពីបងនឹងណាទើបលួចមកមើលថាបងរស់នៅយ៉ាងម៉េចខ្លះតែពេលនេះបានឃើញបងបែបនេះហើយខ្ញុំពិតជាអស់បារម្ភមែនអស់បារម្ភរឿងអីទៅកាលបងនៅក្នុងវាំងមុខបងតែងតែត្រជាក់ស្រេបជានិច្ចទោះបីអ្នកបម្រើធ្វើខុសក៏បងមិនដែលជេរប្រតិចដែរប៉ុន្តែគ្រប់គ្នាខ្លាចបងខ្លាំងណាស់ប៉ុន្តែអំបញ្ញមិញពេលបងលើកបរឲ្យបងថ្លៃម្ចាស់បងខ្ញុំមិនដែលឃើញបងញឹមបែបនេះយូរណាស់មកហើយពេលណាទើបបងព្រមត្រឡប់ទៅវិញពេលនេះនៅក្នុងវាំងមិនទាន់ស្ងប់ស្ងាត់ទេខាងព្រះមេដាក៏សួរនាំពីបងមិនដាច់ហើយឈៀនជីនចុងក៏កំពុងតាមដានជាប់ដែរបើបងនៅតែមិនព្រមត្រឡប់ទៅវិញបងមានគម្រោងរួចរាល់ហើយចុះចំណែកបងថ្លៃត្រូវធ្វើម៉េចទៅបងនឹងនាំគាត់ទៅជាមួយដែរមែនទេគាត់កំពុងតែពុះកូនរបស់បងផងចុះបើទៅវិញគាត់ត្រូវធ្វើបែបណានៅក្នុងវាំងវាមិនមានសុវត្ថិភាពទេចុះនៅទីនេះមានសុវត្ថិភាពណាស់មែនទេម្ចាស់បងលាក់បានតែមួយគ្រាលោកទេមិនអាចលាក់បានមួយជីវិតឡើយបងថ្លៃជាមនុស្សឆ្លាតណាស់មិនយូរមិនឆាប់គាត់គង់តែដឹងថាបងជានរណាដែរនឹងបងដឹងច្បាស់ណាស់ចុះមិនក៏បងមិនព្រមប្រាប់គាត់ត្រង់ទៅបងខ្លាចថាក្រោយពេលប្រាប់គាត់ហើយគាត់មិនអាចរស់នៅដោយសាមញ្ញនិងមានក្តីសុខដូចរាល់ថ្ងៃនេះទៀតបានឡើយគាត់ទម្រាំតែអាច
បងប្រកាសជាមើលថែប្រពន្ធបងយ៉ាងល្អហើយមិនបាច់ដល់វេនឯងមកបង្រៀនទេស៊ឺតពួកយើងលួចចូលតាមទ្វារចំហៀងបែបនេះមកព្រះនាងព្រះមាតាធំរងចាំទ្រង់យូរហើយចាចប់ហើយថ្វាយបង្គំព្រះមាតាទៅណាមកកូនគ្រាន់តែអផ្សុកក្នុងវាំងក៏ចេញទៅដើរលេងបន្តិចប៉ុណ្ណោះដើររហូតដល់ក្រៅវាំងហើយថែមទាំងទៅដល់ភោជនីយដ្ឋានត្រកូលសៀវទៀតទ្រង់ជ្រាបអស់ទៅហើយនៅសួរកូនទៀតចុះនោះជាស្អីគេជាញោមចំណីចានរណាកូនទិញនៅតាមផ្លូវទេជារបស់ទិញតាមផ្លូវសោះហេតុអីឯងអប់ណែនម្លេះថ្ងៃនេះឯងចេញពីវាំងមនុស្សរបស់ឈៀនជីនចុងដឹងបាត់ទៅហើយបើឯងអាចរកគេឃើញអ្នកផ្សេងក៏អាចតាមដានឯងទៅរកគេឃើញដូចគ្នាកូនមិនបានតាំងចិត្តទេយើងដឹងចាប់ពីពេលនេះទៅហាមចេញពីវាំងទៀតហើយក៏មិនអនុញ្ញាតឲ្យនិយាយពាក្យភោជនីយដ្ឋានត្រកូលសៀវទៀតដែរចុះព្រះរាមគិតយ៉ាងម៉េចទៅគេត្រូវតែត្រឡប់មកវាំងវិញយន្តចៅត្រឡប់ទៅវិញហើយមែនទេបងគួរតែមានរឿងចង់និយាយប្រាប់អូនហើយប្រសិនបើមានថ្ងៃមួយបងបាត់ខ្លួនតើអូននឹងស្អប់បងទេបងចង់ទៅណាសៀវឆេងយានសម្លឹងមើលមុខអូនមកតើបងលាក់បាំងរឿងអីនឹងអូនទៀតហើយមែនទេបងមិនបានចង់លាក់បាំងនឹងអូនទេពាក្យថាបាត់ខ្លួនមានន័យថាម៉េចបងចង់ទៅណាបន្ទាប់ពីប្អូនស្រីបងត្រឡប់ទៅវិញតើមានរឿងអីកើតឡើងមែនទេអូនកុំទាន់ភ័យអីបើអូនមិនភ័យតើបងព្រមនិយាយប្រាប់អូនទេបងធ្លាប់សន្យានឹងអូនថានឹងមិនប្រើពាក្យកុហកមកបោកប្រាស់អូនទៀតទេបងធ្លាប់សន្យានឹងអូនថានឹងមិនប្រើពាក្យកុហកមកបោកប្រាស់អូនទៀតទេឈីងហឺបងសុំទោសសន្យានឹងបងណាត្រូវមើលថែខ្លួនឯងឲ្យបានល្អដឹងទេបងចង់ទៅណាអូនសួរថាបងចង់ទៅណាអូនកំពុងធ្វើស្អីហ្នឹងបើបងមិននិយាយទេអូននឹងតាមបងរហូតមិនបានទេហេតុអីមិនបានអូនជាប្រពន្ធបងណាក្នុងពោះនេះក៏មានកូនរបស់បងដែរនេះបងចង់បោះបង់អូនចោលនៅទីនេះមែនទេសៀវឆេងយានតើបងចាត់ទុកអូនជាស្អីឲ្យពិតប្រាកដទៅអូនមិនខ្វល់ថាបងទៅណាទេអូនត្រូវតែទៅតាមបងសុំទោសកុំបន្ទោសបងអីណាពេលអូនដឹងខ្លួនឡើងអូនប្រកាសជាស្អប់បងនោះហើយជាទីបញ្ចប់ដ៏ល្អបំផុតក្រាបថ្វាយបង្គំព្រះករុណាលេងសើចនៅខាងក្រៅឆ្អែតហើយឬនៅព្រះករុណាព្រះមាតាយើងមិនមែនមកទីនេះដើម្បីស្ដាប់អញបកស្រាយទេនរណាគេនៅទីនោះអញ្ជើញព្រះករុណាត្រឡប់ចូលវាំងវិញសៀវឆេងយានអ្នកនាងសិនកុំទាន់កម្រើកអីចុះគាត់នៅណាគាត់ទៅបាត់ហើយសម្បត្តិរងចាំបងត្រឡប់មកវិញសៀវឆេងយានមនុស្សឈួតញ៉ាំបបពីរី3ម៉ាត់សិនទៅខ្ញុំមិនឃ្លានទេមិនឃ្លានក៏ត្រូវតែញ៉ាំដែរឥឡូវនេះនាងមិនមែនរស់នៅតែម្នាក់ឯងទៀតទេលោកគ្រូមើលទៅគ្រូដូចជាមិនសូវស្រួលខ្លួនសោះមានកន្លែងណាខុសមែនទេលុយក្នុងបញ្ជីនេះគួរតែ320កាក់ប៉ុន្តែលោកគ្រូគិតឃើញតែ32កាក់ប៉ុណ្ណោះអូចាំខ្ញុំគិតឡើងវិញបងស្រីសិនតើបងមិនស្រួលខ្លួនត្រង់ណាមែនទេមិនអីទេយប់មិញគេងមិនសូវលក់នឹងណាលោកគ្រូថ្ងៃនេះមិនក៏មិនឃើញលោកគ្រូប្រុសអញ្ចឹងគាត់ទៅបាត់ហើយចុះពេលណាទើបគាត់ត្រឡប់មកវិញបងស្រីសិនតើបងកំពុងតែនឹកបងសៀវហើយមែនទេ
ប្តីប្រពន្ធមួយគូនេះស្រឡាញ់គ្នាណាស់ណគ្រាន់តែបែកគ្នាមួយថ្ងៃសោះនឹកគ្នាម្លេះលោកប្រុសសុំមកទីនេះដើម្បីសើចចំអកខ្ញុំមែនទេខ្ញុំមកជួយរំលឹកទេតើថ្មីនេះគូសឿហឿងបានបង្វែរប្រាក់3ដងវាងមកកាត់តាមហាងសិនវាងតាមហាងសិនត្រូវហើយជាស្នាដៃរបស់មនុស្សក្នុងវាំងនរណាក៏ដឹងថាបញ្ជីហាងនាងមានបញ្ហាអញ្ចឹងអ្នកដែលអាចស៊ើបដឹងមានតែនាងម្នាក់គត់ហេតុអីបានជាលោកជាអ្នកមកប្រាប់ខ្ញុំពីរឿងទាំងនេះគង់តែមានថ្ងៃណាមួយនាងនឹងដឹងការពិតទាំងអស់មិនខានទេបងស្រីសិនមានគេមកហើយព្រះរាជជំការមកដល់មនុស្សទាំងអស់នៅហាងស្រាតកោសៀវទទួលរាជជំការព្រះរាជជំការព្រះម៉ែម្ចាស់ពិធីបួងសួងធំចិត្តមកដល់រាជវាំងត្រូវការរងបហាងសៀវត្រូវផ្គត់ផ្គង់អញ្ជើញនាងសិនចូលគាល់គិតក្នុងចិត្តក្នុងវាំងចេញឈ្មោះយកបខ្ញុំនេះវាមានរឿងអីទៅនេះជាបត្រីដែលព្រះរាមថ្លៃធ្វើផ្ទាល់ដៃមែនទេមែនហើយឯងមិនទុកឲ្យយើងសំបីតែមួយម៉ាត់កូនគិតថាទុកថ្វាយដែរតែកាលណាវាត្រជាក់ទៅលេងឆ្ងាញ់បាត់ទៅហើយពិតជាហួសចិត្តណាស់ព្រះរាមឯងលួចមានប្រពន្ធនៅក្រៅមិននាំមកឲ្យស្គាល់ធ្វើចុះតែបែរជាជួយលាក់បាំងមេដាទៀតហេហេកូនបានជួបព្រះរាមថ្លៃមុនបាត់ហើយគាត់ចិត្តល្អណាស់ទាំងស្អាតទាំងពូកែទៀតភ្នែកយើងមើលមនុស្សមិននឹងអាចខុសទៅព្រះមាតាមិនបានជួបទេនាងក្មេងនេះគ្រាន់តែបានជួបម្ដងសោះមកអួតនៅមុខយងម្លេះប្រកាសហើយព្រះរាមលាក់ចិត្តយ៉ាងនេះហ្វាងទីយើងឮថានាងកំពុងមានផ្ទៃពោះផងតែត្រូវនៅយាមហាងស្រាម្នាក់ឯងទាំងយប់ទាំងថ្ងៃឯងចិត្តដាច់បណ្ដោយឲ្យនាងនៅរោងទុកក្រៅឯងចិត្តដាច់បានតែយើងចិត្តដាច់មិនបានទេហាងស្រានឹងមានអីល្អទៅឆាប់ដង្ហែឈីងហ៊ឺចូលវាំងមកយើងនឹងបញ្ជូនអ្នកបម្រើ100នាក់ទៅមើលថែនាងចង់សើចអីឲ្យផ្ទះបាយរាជវាំងធ្វើថ្វាយទាំងអស់នាងច្បាស់ជាមិនព្រមទេហាងនោះជានាងខំសាងឡើងនាងមិនបោះបង់វាចោលទេឯងយល់ចិត្តនាងណាស់ណោះបើអញ្ចឹងយកតាមនេះចុះបើនាងមិនព្រមចូលវាំងមកសោយសុខទេទុកឲ្យនាងចូលវាំងតាមសមត្ថភាពខ្លួនឯងចុះមុនពិធីបួងសួងធំឲ្យនាងមករៀបចម្រងបក្នុងវាំងមកអញ្ចឹងព្រះរាមថ្លៃអាចចូលវាំងបានហើយមែនទេអញ្ចឹងបានន័យថាខ្ញុំអាចញ៉ាំបត្រីទៀតហើយអូបានជួបព្រះរាមថ្លៃហើយបញ្ជូនរាជជំការយើងបញ្ជាឲ្យហាងសៀវផ្គត់ផ្គង់បបរនិងអញ្ជើញនាងសិនចូលវាំងប៉ុន្តែមុនពេលនាងមកដល់ហាមផ្ទះបាយរាជវាំងធ្វើម្ហូបពីត្រីឲ្យសោះយើងចង់ដឹងណាស់ថាបត្រីដែលធ្វើឲ្យពួកឯងវង្វេងនឹងវាមានរសជាតិបែបណាទៅព្រះមាតាគុណប្រាប់ឲ្យហើយណាត្រូវតែសោយពេលនៅក្តៅសាច់ត្រីផុយល្អណាស់មិនឆ្អាបបន្តិចឡើយគិតក្នុងចិត្តព្រះម៉ែម្ចាស់ហៅខ្ញុំចូលវាំងជាឱកាសល្អពាន់ឆ្នាំមានម្ដងខ្ញុំត្រូវតែរកវិធីឲ្យព្រះអង្គព្រមឲ្យខ្ញុំពិនិត្យបញ្ជីផ្ទះបាយមានតែធ្វើបែបនេះទេទើបអាចសហការជាមួយសុងហួយអានសើប៉កៃអាចកំបាំងនៅពីក្រោយត្រកូលសិននិងត្រកូលគូបាននាងគឺសិនឈីងហ៊ឺមែនទេខ្ញុំម្ចាស់សិនឈីងហ៊ឺក្រាបថ្វាយបង្គំព្រះម៉ែម្ចាស់ក្មេងនេះមានរូបរាងស្រស់សោភាណាស់មិនចម្លែកទេដែលឈឹងយានលាក់ចិត្តយ៉ាងនេះឮថានាងចេះធ្វើបត្រីមែនទេខ្ញុំម្ចាស់ចេះតែធ្វើដៃកំពេចកំពុកប៉ុណ្ណោះចាបើមកជួយរៀបចម្រងបយកបុណ្យហើយចាប់ពីថ្ងៃនេះទៅនាងទៅប្រចាំការនៅផ្ទះបាយរាជវាំងចុះនិយាយដល់រឿងដាំបបរខ្ញុំម្ចាស់មានរឿងមួយចង់ទូលសុំព្រះម៉ែម្ចាស់និយាយមកគ្រឿងផ្សំក្នុងវាំងសុទ្ធតែមានតម្លៃខ្ញុំម្ចាស់មិនហ៊ានធ្វេសប្រហែសទេបបរនេះប្រើអង្ករត្រីនិងខ្ញីអស់ប៉ុន្មានចូលស្តុកអ្វីខ្លះនឹងចេញប៉ុន្មានចានខ្ញុំម្ចាស់ចង់ផ្ទៀងផ្ទាត់ដោយខ្លួនឯងផ្ទាល់នាងចង់ពិនិត្យបញ្ជីចំណាយរបស់ផ្ទះបាយរាជវាំងខ្ញុំម្ចាស់មិនហ៊ានមើលផ្ដេសផ្ដាសទេមើលតែទិន្នន័យរោងបរទេបើបញ្ជីមិនច្បាស់នាំឲ្យបបរមានបញ្ហាខ្ញុំម្ចាស់ជាអ្នកទទួលទោសក្មេងនេះឆ្លាតគ្រាន់បើយល់ព្រមយើងតែងតាំងនាងជាទីប្រឹក្សាផ្ទះបាយហើយមនុស្សនៅទីនោះត្រូវស្ដាប់បង្គាប់នាងទាំងអស់អោព្រះគុណព្រះម៉ែម្ចាស់នៅលុតជង្គង់ធ្វើអីទៀតនរណានៅនឹងឆាប់ជួយប្រនាងឡើងយកកៅអីមកនាងកំពុងមានទម្ងន់ផងយកផ្លិតមកបកឲ្យនាងមកកុំឲ្យនាងក្តៅព្រះម៉ែម្ចាស់តើព្រះអង្គជ្រាបដោយរបៀបណាទៅចុះនំចំណីវិញនៅឈោផ្លឹកធ្វើអីទៀតចាសោះជីងហ៊ឺឲ្យមិនមែនយើងលំអៀងស្រឡាញ់នាងទេតែបើមកបំពេញការងារក្នុងវាំងហើយមិនអាចឲ្យពុះទេបានឡើយអោព្រះគុណព្រះម៉ែម្ចាស់ណាស់ចាអ្នកនាងសិនខានជួបគ្នាយូរហើយណោះ